សួស្តីបងប្អូនអ្នកគ្នាសម្រាប់នាមចង់ចែកម្លែកបងប្អូនអ្នកគ្នាតេតងជាមួយនឹង emotional trading អ្នកគ្នាគួរជ្រាបថានៅពេលដែលយើងខាតបង់ឬក៏ loss អារម្មណ៍ចង់សងសឹកទីផ្សារ revenge trading នឹងកើតឡើងភ្លាមៗនោះគឺជាពេលដែលភាពខ្មៅងងឹតនឹងចូលមកគ្រប់រណ្ដាប់បងប្អូនអ្នកគ្នាវាអាចធ្វើឲ្យបងប្អូនអ្នកគ្នាបោះបង់ផែនការដែលបងប្អូនអ្នកគ្នាបានរៀបចំទុកពីមុនឲ្យដាក់ដើមទុនបន្ថែមដោយមិនគិតពីហានិភ័យនេះគឺជាផ្លូវកាត់ទៅកាន់កក់អស់ដើមទុនដែលយើងហៅថាជាការ lossableអ្វីដែលខ្ញុំអាច sharing ទៅកាន់បងប្អូនអ្នកគ្នាបានដើម្បីគេចចេញពីអន្ទាក់ឬក៏ revenge trader តើយើងត្រូវរៀបចំខ្លួនបែបម៉េចដើម្បីគេចចេញពីអន្ទាក់ទាំងអស់នោះការកសាងក្បួនវិន័យដើម្បីគេចចេញពីអន្ទាក់ revenge trader គឺជារឿងសំខាន់ដែលបងប្អូនអ្នកគ្នាគួរធ្វើដើម្បីក្លាយខ្លួនជា profitable trader អ្នកគ្នាត្រូវមានផែនការក្នុងការជួញដូរដែលយើងហៅថា trading plan របស់ខ្លួនឯងបើសិនជាបងប្អូនអ្នកគ្នាអត់ចេះវិភាគក្រាបដែលយើងហៅថាជា technical analysis ឬក៏ fundamental analysis សូមបងប្អូនអ្នកគ្នាទៅរៀននៅក្នុង YouTube channel របស់ខ្ញុំ free mentorship ទាក់ទងជាមួយនឹង ICT concept smart money CSNR ហើយនឹង CRT ជាមួយនឹង concept ផ្សេងៗទៀតដែលអាចធ្វើឲ្យបងប្អូនអ្នកគ្នាអាចរកផលចំណេញបានជាទូទៅបងប្អូនអ្នកគ្នាយកតែ back session មុននឹងចាប់ផ្ដើម trade ព្រោះគ្រប់យ៉ាងទាំងអស់ព្យាយាមបងប្អូនអ្នកគ្នាធ្វើដដែល again and againអូខេ again and again ធ្វើម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតបងប្អូនអ្នកគ្នានឹងទទួលបានបទពិសោធន៍ទាក់ទងជាមួយនឹងការ trading អ្វីទាំងអស់វាកើតចេញពីការរៀនសូត្រកើតចេញពីការខិតខំប្រឹងប្រែងរបស់បងប្អូនអ្នកគ្នាដើម្បីទទួលបានបទពិសោធន៍ទាំងអស់នោះដើម្បីយកមក apply ជាមួយនឹង real market អូខេមនុស្សជាច្រើនចេះ technical ហើយវិភាគបានល្អមែនតើប៉ុន្តែនៅតែមានអ្នកខាតទាក់ទងជាមួយនឹងការ trading អ្វីទាំងអស់នោះវាកើតចេញពីគំនិតឬក៏ trading emotional ដែលខ្ញុំបានបញ្ជាក់នៅខាងលើការធ្លាក់ចូលនៅក្នុងអន្ទាក់ revenge trader ការ recover ភ្លាមៗមិនមែនជាឱកាសល្អក្នុងការ trading ទេនោះមួយចំនួនកំពុងតែសប្បាយចិត្តជាមួយនឹងការ trade ដោយប្រើ high leverage ដែលយើងហៅថា unlimited leverage ទាំងអស់នោះគឺជាអន្ទាក់នៅក្នុងការ trading ដែលធ្វើឲ្យបងប្អូនអ្នកគ្នាងាយក្នុងការ lossable ផ្ទុយទៅវិញការប្រើ leverage ខ្ពស់ហួសហេតុវាធ្វើឲ្យបងប្អូនអ្នកគ្នាងាយក្នុងការដាច់ account ងាយក្នុងការបាត់បង់លុយកាក់របស់បងប្អូនអ្នកគ្នាវាអត់ខុសទេតាក់ទងជាមួយនឹងការប្រើ leverage ធំណាហើយប្រើ leverage តូចអ្នកប្រើ leverage តូចក៏ត្រូវអ្នកប្រើ leverage ធំក៏ត្រូវក៏ប៉ុន្តែក្នុងន័យជា investor ណាការវិនិយោគគឺគេប្រើ leverage តូចឬក៏សមល្មមដែលមិនខ្ពស់ពេកឬក៏មិនទាបពេកដែលធ្វើឲ្យគណនីឬក៏ account របស់ពួកគាត់មានសុវត្ថិភាពដោយមិនបង្កឲ្យដាច់ឬក៏ loss ទេសូមបងប្អូនអ្នកគ្នាប្រើ technical ជាជាងប្រើអារម្មណ៍ប្រើ fundamental ជាជាងប្រើអារម្មណ៍ប្រើ risk management ជាជាងប្រើអារម្មណ៍អញ្ចឹងគ្រប់យ៉ាងទាំងអស់សូមកុំប្រើអារម្មណ៍យកមកទិញនិងលក់គឺប្រើ technical analysis ដែលយើងហៅថាជាការវិភាគដែលយើងចេញពីការរៀនសូត្រគ្រប់អ្នក trade ទាំងអស់មិនថា profitable មិនថា professional សុទ្ធតែមានការភ័យខ្លាចនៅពេលដែលជាប់ position ប៉ុន្តែពួកគាត់មិនបណ្ដោយឲ្យអារម្មណ៍មកគ្រប់គ្រងខ្លួនឯងប៉ុន្តែពួកគាត់ប្រើ technical ប្រើ fundamental ប្រើ discipline ជាជាងប្រើអារម្មណ៍ចំណុចគួរជៀសវាងកុំឲ្យខ្លាចជា revenge trader មុននឹងចាប់ផ្ដើម position trade សូមបងប្អូនអ្នកគ្នាគិតបែបសាមញ្ញថាតើតំបន់ឬក៏កន្លែងហ្នឹងណាតំបន់ទាំងអស់ហ្នឹង price តម្លៃ key level ទាំងអស់ហ្នឹងតើតំបន់ទាំងអស់ហ្នឹងមាន confirmation បែបណាដើម្បីឲ្យយើង trade មិនមែនប្រើអារម្មណ៍ទេប្រើ technical សិនបើតម្លៃណាអត់មក sweep liquidity តើយើងអាចទិញបានអត់មាន market structure យើងអាចទិញអត់ប្រសិនបើអត់មាន confirmation ទាំងអស់នោះគឺយើងអត់ទិញជាដាច់ខាតត្រូវមាន rule ដាច់ខាតឬក៏លក្ខខណ្ឌដាច់ខាតក្នុងការទិញឬក៏លក់មិនមែនចេះតែលក់ឬក៏ទិញតាមអំពើចិត្តឬក៏តាមអារម្មណ៍ទេមិនប្រើអារម្មណ៍ជាដាច់ខាតគឺប្រើ technical ប្រើការគិតការវិភាគ discipline គណៈប្រើអារម្មណ៍ emotional យើង control emotional យើងបានកន្លែងហ្នឹងបងប្អូនគ្នាត្រូវដឹងថាបើខាតលើ trade មួយនេះតើយើងត្រូវខាតប្រមាណភាគរយ 1% 2% 3% នៃ capital 1% នៃ balance 2% នៃ balance 3% នៃ balance 4% នៃ balance តើយើងគួរខាតប្រមាណភាគរយនៃ balance ឬក៏ capital របស់យើងបាទណាតម្លៃនៃការរៀនសូត្រខ្ញុំទទួលស្គាល់ថាការរៀនសូត្រវាធ្វើឲ្យបងប្អូនអ្នកគ្នាធុញទ្រាន់ក៏ប៉ុន្តែការរៀនសូត្រគឺជាការវិនិយោគមួយដ៏ល្អនៅថ្ងៃអនាគតជូនពរឲ្យបងប្អូនអ្នកគ្នាជោគជ័យនៅក្នុងការ trading